ok រសជាតិល្មមឯងបងប្អូន ឆាមីសូខ្ញុំនេះអត់មានតិចកដល់ស្បែកជ្រូកខ្ទេអីទេគឺខ្ញុំឆាបែបចិនបងប្អូនចាគឺយើងមានតានិយាយទៅបងប្អូនខ្ញុំអត់សូវជារឿងអីហ្មងទេភាគច្រើនខ្ញុំតែឃើញមានបន្លែក្នុងទូអញ្ចឹងខ្ញុំចាំគិតថាបន្លែដែលយើងមានក្នុងទូហ្នឹងវាគួរតែស័ក្តិសមជាមួយនឹងម្ហូបអីអញ្ចឹងបងប្អូនចាអញ្ចឹងបើថាចាំថាអូនឹកឃើញម្ហូបហ្នឹងទៅទិញភ្លាមដូចថាយើងត្រូវចំណាយពេលយូរដែរអញ្ចឹងហើយបើថាយើងនៅស្រុកខ្មែរយើងទៅស្រួលទិញបើថានេះម្ដងដូចផ្សារហ្នឹងដូចឆ្ងាយដែរហើយទៅហ្នឹងត្រូវចតឡាននិយាយទៅមកផ្សារហ្នឹងឡើងចង់ទៅផ្សារផ្សេងទៀតទៅបងប្អូនចាហើយពេលខ្លះទិញមកគ្រប់ទៀតមានខ្លះអត់ខ្លាំងចឹងណាអញ្ចឹងយើងតាមដំណើរទៅបងប្អូននេះកុំគិតច្រើនពេកមានអីដាក់ហ្នឹងទៅចូលស្ទឹងតាមបត់ហ្នឹងណាយើងឆ្នៃអស់ពីលទ្ធភាពទៅបងប្អូនអូខេរសជាតិល្មមឯងបងប្អូនអញ្ចឹងសម្រាប់ឆាមីសួរហ្នឹងមុនខ្ញុំដាក់មីសួរគឺខ្ញុំបានលាយគ្រឿងឲ្យវារសជាតិវាដិតបន្តិចណាដល់ពេលខ្ញុំដាក់មីសួរទៅគឺរសជាតិល្មមបាច់ថែមទេអូខេអញ្ចឹងសម្រាប់វីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនដែលគាត់ចូលចិត្តខ្ញុំមើលវីដេអូខ្ញុំកុំភ្លេចជួយ like ជួយ share និង follow ផងចាអរគុណជំរាបលាបាយបាយ